អង្គការ UNESCO អំពាវនាវឲ្យមានការការពារជាបន្តនៅបេតិកភណ្ឌវប្បធម៌ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មីភ្នំពេញអង្គការ UNESCO បានសម្ដែងនៃការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជានិងថៃជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី10ខែធ្នូឆ្នាំ2025នេះជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ចនិងការបដិញ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាទីក្រុងឡាហេឆ្នាំ1954សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធនិងអនុសញ្ញាឆ្នាំ1972ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិរបស់ពិភពលោកសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា UNESCO នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះហើយនឹងធ្វើការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធអំពីភូមិសាស្ត្រនៃទីតាំងក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដូចជាសារៈសំខាន់របស់សម្បត្តិបេតិកភណ្ឌដើម្បីជៀសវាងការខូចខាតដែលអាចកើតមានបន្ថែមពីលើនេះអង្គការ UNESCO បានបញ្ជាក់ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារសម្បត្តិវប្បធម៌និងអនុវត្តវិធានការការពារចាំបាច់ណាមួយឲ្យបានឆាប់នៅពេលមានលក្ខខណ្ឌសមស្របប្រាសាទព្រះវិហារបានរងការខូចខាតម្ដងហើយកាលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025នេះហើយនៅពេលដែលថៃបានបាក់ការឈ្លានពានជាថ្មីចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកប្រាសាទព្រះវិហារត្រូវបានទាហានថៃបានផ្លោងដាក់ជាថ្មីនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2008ប្រាសាទព្រះវិហារស្ថិតនៅលើជួរភ្នំដងរែកក្នុងស្រុកជាំក្សាន់ខេត្តព្រះវិហារមានចម្ងាយប្រមាណជាង400គីឡូម៉ែត្រពីរាជធានីភ្នំពេញសូមបញ្ជាក់ថាថៃបានបើកការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកដោយមិនរើសរាយទីមិនរើសទីតាំងដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនការពារអធិបតេយ្យភាពជាតិតបទៅវិញបន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង24ម៉ោងប្រភពក្រសួងព័ត៌មាន